សួស្តីចឹងថ្ងៃនេះយើងនឹង practice ទៅលើ constraint layout យើងនឹង design layout មួយដែលមាន box 1 box 2 box 3 box 4 box 5ដូចនៅក្នុងអេក្រង់ហ្នឹងហើយយើងនឹង apply on click view ទៅលើ box មួយឧទាហរណ៍ខ្ញុំ click box 1វានឹងដូរពណ៌ box 2បាទ box 5 box 4អញ្ចឹងវានឹងដូរពណ៌យើង click នៅក្រៅវានឹងព្រាលតោះអញ្ចឹងយើងទៅធ្វើទាំងអស់គ្នាបាទអញ្ចឹងយើងបង្កើត project ថ្មីមួយយើងចូល new project តមកយើងរើសដូចពីមុនគឺយើងរើស empty view activity យើងរើស next ហើយយើងដាក់ឈ្មោះ application យើងខ្ញុំដាក់ថា color me អញ្ចឹងយើងចុច finish អញ្ចឹងរងចាំវា render បន្តិចសិនបាទអញ្ចឹងក្រោយពី render ហើយគឺយើងចូលនៅក្នុង main activity layout និង main activity ចឹងដំបូងយើងមាន text view នៅខាងលើមួយសម្រាប់ box 1យើងអូសទាញអូសវាមកចឹងដល់ពេលយើងអូសអញ្ចេះបើយើងអត់ដាក់ constraint វាប្រកាសជារត់ទៅខាងឆ្វេងដៃមុំនេះចឹងយើងត្រូវចងវាឲ្យនៅកណ្ដាល to start របស់ parent and របស់ text view នេះទៅ end របស់ parent ចឹងវានៅកណ្ដាលនេះអូខេចឹងយើង set ID របស់វាគឺនេះគឺ ID text 1ចឹងខ្ញុំដាក់ box 1 text box 1អូខេចឹងដាក់តបមកទំហំវាចឹង size ជាង text size ខ្ញុំដាក់មក 24 sp តែខ្ញុំអត់ចង់ដាក់ fix ទេគឺយើងបង្កើត resource របស់វា click សញ្ញាបូកនេះដាក់ dimension value ជាងខ្ញុំដាក់ text box size នេះដោយសារវាជាអក្សរអញ្ចឹងຂະຫນាតវាគឺជា sp បាទអញ្ចឹង click OK មកអូខេបន្ទាប់មក tag វាអញ្ចឹង tag វាគឺ box 1អូខេអញ្ចឹងខ្ញុំ click បង្កើត resource ដូចគ្នាដែរកន្លែងនេះចុចមកចុចខាងស្ដាំនេះមកតមក click string កន្លែងនេះយើងដាក់ថា box 1ជាងកន្លែងនេះ box 1 click OK មកអូខេអញ្ចឹងវានឹងបានកន្លែងនេះ box 1ហើយយើងទៅមើលក្នុង string របស់យើងវានឹងបង្កើតឲ្យយើងនៅក្នុង value ហើយ string ចុចទៅលើrest resource នេះតមកចូលកន្លែង string អូខេអញ្ចឹងវាបានបង្កើតឲ្យយើង box 1អញ្ចឹងខ្ញុំបង្កើតថែម box 2 box 3ដល់ box 5អូខេអញ្ចឹងខ្ញុំបង្កើតឲ្យ box 2 box 3 box 4 box 5អញ្ចឹងយើងចូលក្នុង main វិញតបមកកន្លែងនេះយើងចង់ឲ្យ tag នេះពេញមក width នេះអូខេអញ្ចឹងកន្លែងនេះយើង click ទៅលើយើង click ទៅលើ box 1នេះតបមកយើងចុចនៅកន្លែងwidth របស់វាយើងចុចម្ដងមកវាជា fix size ចុចពីរដងអញ្ចឹងវា auto match constraint មានន័យថា layout នេះគឺពេញមកអេក្រង់ width បើសិនជាមាន layout ផ្សេងទៀតវានឹងចែកពាក់កណ្ដាលដោយសារវាមានតែមួយអញ្ចឹងវាម្នាក់ឯងវានឹងពេញ width កន្លែងនេះអញ្ចឹងយើងឃើញមានឆ្នោតកាញ់ខាងក្នុងហើយមានគូសសងខាងជាចឹងហ្នឹងគឺជាគេហៅ match constraint អញ្ចឹងដល់ពេលយើងចុច match constraint គឺវា auto layout width នេះ auto zone dp ឲ្យយើងចឹងយើងចង់បាន box 1នេះអក្សរនៅកណ្ដាលចឹងកន្លែងនេះយើងប្រើ text alignment នេះចឹងយើងដាក់វាមក center អញ្ចឹងវា load មកកណ្ដាលហើយបន្ទាប់មកយើងដាក់ពណ៌វាអញ្ចឹងខ្ញុំ set background វាបាទអញ្ចឹង background កន្លែងនេះដូចគ្នាដែរខ្ញុំបង្កើតពណ៌វាមក
ចឹងកន្លែងនេះខ្ញុំរើស color តមកខ្ញុំរើសពណ៌អូខេនេះដឹងពណ៌អីទេពណ៌បៃតងបាទចឹងកន្លែងនេះខ្ញុំរើស hollow green light បាទខ្ញុំចុចលើហ្នឹងមកចឹងអូខេចឹងពណ៌វាបាន hollow green light ហើយប៉ុន្តែtext អក្សរសវាពណ៌ខ្មៅរបស់គេគឺអក្សរពណ៌សអញ្ចឹងកន្លែងនេះដាក់អក្សរចឹង text color ពណ៌សចឹងពណ៌សwhite អូខេចឹងបានពណ៌សហើយខ្ញុំចង់ឲ្យវា margin left margin right កន្លែងនេះ margin start ឬក៏ margin end វា 16 dp ចឹងកន្លែងនេះយើងអាចចុចmargin start ចឹង margin start នេះ 16 dp ដូចគ្នាខ្ញុំអត់ចង់បានទៅសេដៃចេះទេខ្ញុំចង់បង្កើតជា resource ចឹងចុចកន្លែងនេះគេបង្កើត string dimension នេះមកខ្ញុំដាក់ថា margin y ចឹងកន្លែងនេះ 16 dp ចុច OK មកដូចគ្នាសម្រាប់ margin ខាងស្ដាំចឹងកន្លែងនេះ margin n ចឹងខ្ញុំរើស 16 dp ដែលខ្ញុំបង្កើតមិញហ្នឹង margin y នេះ 16 dp អូខេចឹងតម្រាប់បានខាងឆ្វេងខាងស្ដាំហ្នឹងអូខេបន្ទាប់មកយើងត្រូវបង្កើត box 2 និង box 3 box 4ចឹងយើងបង្កើត box 2 មុនចឹងយើងទាញបាន tag មួយទៀតមក tag នេះអូខេ box 2ចឹងខាងលើនេះគឺត្រូវភ្ជាប់ជាមួយនឹងខាងក្រោមនេះចឹង top ភ្ជាប់ជាមួយនឹងbottom របស់ box 1ចឹងយើង set attribute division ដំបូងគេគឺត្រូវ set id របស់វាចឹង text box 2 ហើយនឹងអក្សរ tag របស់វាចឹងកន្លែងនេះយើងបានបង្កើតនៅក្នុង string resource មុននេះហើយគឺយើង click រើសវាទៅកន្លែងនេះគឺ box 2 អូខេតមកយើងឃើញថាពណ៌វាដូចគ្នាហើយទំហំវាយើងចង់បានទំហំអក្សរដូចគ្នាដែរពណ៌ដូចគ្នាចឹងកន្លែងនេះយើងបង្កើតយើងអត់ចង់ដាក់ដែលគឺយើងបង្កើតstyle វាចឹងយើងចុចទៅលើ tag នឹងមកយើងចុចមកស្ដាំយើងចុចកន្លែងrefactor យើងចុច extract style ចឹងយើងរើសattribute ណាដែលយើងប្រើរួមគ្នាដូចជា width នេះអត់រួមគ្នាដោយសារតែ width width button មួយ width view មួយគឺវាខុសគ្នាយើងចង់បានខុសគ្នា start នេះក៏អត់ដែរ end អត់ទេអញ្ចឹងយើងចង់ឃើញនៅពណ៌ខៀវដូចបៃតងដូចគ្នាកន្លែងនេះមាន background អក្សររត់មកកណ្ដាល text color ពណ៌សនិង text size គឺកន្លែងនេះខ្ញុំsetដូចគ្នាតែមកខ្ញុំដាក់ឈ្មោះវាអញ្ចឹងខ្ញុំដាក់ថា box y ជាប់គ្នាឬក៏ y box click OK អញ្ចឹងកន្លែង box 2 នេះយើង apply style មកឲ្យដូចជាមួយនឹង box 1អញ្ចឹង style យើង click កន្លែងនេះរើសអញ្ចឹង style ដែលយើងបង្កើតមិញនេះគឺ y box គេ click OK មកអញ្ចឹងវាបានដូចហើយអញ្ចឹង box 2 នេះអញ្ចឹងខាងលើ constraint វាខាងលើភ្ជាប់នៅខាងក្រោម button នៅក្នុងខាងក្រោម box 1បើយើងអត់បានភ្ជាប់ទេវាប្រកាសជារត់ជន់ទៅលើខាងមុំនេះអញ្ចឹងយើងទាញមកបាទអូខេអញ្ចឹងទាញមកវានឹងរត់ទៅគៀកហ្នឹងហើយយើងចង់បាន margin វាគឺ 16 ពីកម្រិតវា margin top វាអញ្ចឹងកន្លែងនេះចុចទៅលើ layout ចឹងចង់ margin top 16ចឹងវាដាក់ឲ្យយើងហើយអូខេ
តើមកកម្ពស់កន្លែងនេះកម្ពស់ខ្ញុំដាក់100ដាក់ fix ដាក់130ចុះកម្ពស់វា width វា130 dp និង height វា130 dp ដែរអូខេចឹងយើងឃើញថាបានប៉ុណ្្នឹងហើយប៉ុន្តែអក្សរវាគឺរៀងនៅអក្សរវានៅខាងលើយើងចង់ឲ្យវានៅកណ្ដាលអញ្ចឹងកន្លែងនេះយើងដាក់ gravity វាយើងចុចកន្លែង attribute យើងវាយ gravity បាទអញ្ចឹងមិនមែន line out gravity ទេតែ gravity យើងចុចកន្លែងនេះយើងដាក់រើសcenter ចុច apply មកអូខេអញ្ចឹងវារត់មកកណ្ដាលហើយតមកនៅ text 3 text 4 and text 5អញ្ចឹងយើងចូលកន្លែង palette នេះយើងទាញ text 3ទៀតមក1 2 3អូខេអញ្ចឹងយើងដាក់ ID វា set ID ឲ្យ tag ហ្នឹងអញ្ចឹង tag នេះគឺ tag box 3ដូចគ្នា set ID ឲ្យនេះគឺ text box 4ហើយនេះ text box 5អូខេអញ្ចឹង set ID ឲ្យហើយយើង set tag វាអញ្ចឹង tag នេះយើងដាក់អូខេ tag គឺយើងវាយកន្លែងនេះយើងបានបង្កើតនៅក្នុង string resource ហើយគឺនេះtext box 3ដូចគ្នាដែរកន្លែងនេះ text box 4ហើយនឹងកន្លែងនេះគឺ text box 5ចឹង3នេះយើងapply style ដូចខាងលើដែរពណ៌បៃតងចឹងយើងคลิกទាំង3នេះមកតបមកយើងដាក់កន្លែងនេះយើង set style ឲ្យទាំង3នេះយើងមិនបាច់ set មួយយើងរើសដោយសារយើងបាន select ហើយចឹងកន្លែងនេះ style វាគឺ style ដែលយើងបង្កើតនេះគឺ white box នេះអូខេអញ្ចឹងបានហើយតមកយើងត្រូវចង3នេះជាប់គ្នាវាមានថាខាងក្រោមខាងក្រោមនេះគឺជាប់ជាមួយនឹងខាងលើរបស់ box 4និងខាងក្រោមរបស់ box 4ជាប់ជាមួយ box 5ខាងលើ box 5ជាប់ជាមួយខាងលើ box 4ទីមួយយើងទាញដៃតែយើងទាញដៃវាយូរចឹងយើងប្រើ chain ចឹងយើង select វាទាំងអស់មកយើងចុច mouse ស្ដាំតមកយើងប្រើ chain ហើយយើងដោយសារវាពីលើចុះក្រោមចឹងវាជា vertical យើងចុច vertical មកអូខេចឹងវា auto connect ជាប់យើងហើយចឹងកន្លែងនេះដោយសារយើងចង់ឲ្យbox 5ហើយនិង box 2នេះវានៅស្មើគ្នាចឹងកន្លែងនេះយើងអត់ connect ទៅជាមួយនឹង parent ទេ bottom parent តែយើងចុច connect ជាមួយនឹងbottom របស់ text 2ចឹងខ្ញុំលុបនេះចេញអូខេចឹងកន្លែងនេះយើង connect ជាមួយនឹង bottom របស់ text 2ចឹងវាជាប់ហ្នឹងហើយដូចគ្នាដែរខាងលើនេះគឺយើងអត់ connect ជាមួយនឹង box 1ទេតែយើង connect ជាមួយនឹងtop របស់ box 2បាទចឹងខ្ញុំ click លើវាខ្ញុំដក style ចេញសិនចឹងកន្លែងនេះយើង connect ជាមួយនឹង top របស់ button របស់ box 3 connect ជាមួយនឹង top របស់ box 2បាទតមកទាំង3នេះ end របស់ box ទាំង3នេះ text box នេះគឺយើង connect ជាមួយនឹង end របស់ parent ជាងយើង select ទាំង3មកតមកយើងដាក់ end to end ជាងវានឹង load នេះឲ្យយើង select end to end ចឹងកន្លែងនេះយើង select parent
តមកដូចគ្នាដែរកន្លែងខាងឆ្វេងវាគឺយើង select ជាប់ជាមួយនឹងខាងឆ្វេងមានថា start វាជាប់ជាមួយនឹង end របស់ box 2 អញ្ចឹងកន្លែងនេះដាក់ start to end របស់ box 2 start constraint to end របស់ box 2 អូខេអញ្ចឹងវាភ្ជាប់ហើយតែគោលបំណងរបស់យើងគឺយើងចង់បានពេញមកនេះបានពេញមែនទេអញ្ចឹងដូចមុនណាគឺយើងដាក់ constraint match constraint អញ្ចឹងទាំង3នេះយើងដាក់width វាគឺស្មើ0គឺវា auto match constraint នេះអញ្ចឹងវាពេញណាប៉ុន្តែវាជាប់គ្នាអញ្ចឹង padding ខាងឆ្វេងអញ្ចឹង padding start សំដៅ margin start អញ្ចឹងកន្លែងនេះយើងដាក់16 dp ដែលយើងបានបង្កើតហើយគឺ margin wide នេះ16 dp អូខេអញ្ចឹងវាបានអញ្ចឹងហើយតបមកខាងស្ដាំនេះក៏យើងចង់បានស្មើដែរគឺ16 dp ដែរអញ្ចឹង margin n 16 dp អូខេអញ្ចឹងក្រោយពីបាននឹងហើយយើងឃើញយើងចង់ដាក់ complete អញ្ចឹង top នេះយើងអត់មានទេដោយសារយើងចង់បាន top របស់ box 3ស្មើនឹង top របស់ box 1តែយើងចង់បាន box 4នេះ margin top របស់វា box 4និង box 5អញ្ចឹង margin top របស់វាគឺ16 dp អូខេកន្លែងនេះ box 5នេះយើងអត់ចង់បាន bottom ទេ margin bottom គឺ0ហើយនេះអូខេដើម្បីវាស្មើជាមួយខាងក្រោមអញ្ចឹងយើងបាន text នេះអញ្ចឹង layout យើង design ហើយយើង apply ទៅលើ on click ទៅលើ box មួយអញ្ចឹងដើម្បី connect ជាមួយនឹង XML ជាមួយនឹង Kotlin របស់យើងត្រូវប្រើ binding អញ្ចឹងក្នុងករណីរបស់យើងអត់មាន data យើងប្រើ view binding អញ្ចឹងដើម្បីប្រើ view binding បានគឺយើងចូលទៅកន្លែង Gradle នេះចូលកន្លែង Gradle module ហើយយើងបន្ថែមនៅក្នុង Android អញ្ចឹងយើងថែម build types សុំទោសbuild feature តែអញ្ចឹងរងចាំវាស៊ីនបន្តិចអូខេអញ្ចឹងស៊ីនចប់ហើយអញ្ចឹងយើងចាប់ផ្ដើមបង្កើត variable binding មួយមកអញ្ចឹងនេះសម្រាប់ private late initial init មក var binding activity binding អូខេតមកនៅក្នុង on create នេះគឺយើង binding នេះគឺស្មើ activity binding flat layout តមក root content នេះយើងអត់ប្រើនឹងទៀតទេតែយើងប្រើ set content view នេះយើងប្រើ binding.root អូខេចានេះ action bar យើងអត់ទាន់ការត្រូវប្រើយើងអាចលុបវាសិនចាំយើងដល់រៀន action bar យើងនឹងធ្វើអានឹងឡើងវិញអូខេអញ្ចឹងពេលហ្នឹងយើងបាន connect ជាមួយនឹងXML របស់យើងហើយដែលយើងធ្វើគឺយើងត្រូវធ្វើម៉េច click button មួយយើងដូរពណ៌បាទអញ្ចឹងយើងកន្លែងនេះខ្ញុំ set បង្កើត method មួយឈ្មោះថា set listener អូខេអញ្ចឹងខ្ញុំបង្កើតចុច alt enter មកដើម្បីវាបង្កើត method យើងអញ្ចឹងបង្កើតហើយជាងគោលបំណងរបស់យើងឲ្យ click ទៅលើ view មួយអញ្ចឹងដើម្បី click បានវាត្រូវ connect មួយគ្នាយើងត្រូវ set on click ទៅលើ action ទៅលើ view មួយហ្នឹងអញ្ចឹងយើងបង្កើតជា list មួយ list នេះគឺ list view
ចឹងខ្ញុំដាក់ឈ្មោះថា wall តមក clickable វាជា click view ឡើយនេះ click view ចឹង list មួយហ្នឹងគឺជា connect គឺជា view ដែល connect ដោយ ID ចឹងកន្លែងនេះមានអីខ្លះមាន box 1 មាន box 2 box 3ចឹងមាន binding box 1 binding box 2 box 3 box 4 box 5 និង constraint កន្លែងនេះវា error ហើយពីពណ៌ក្រហមតើអត់ដឹងថាមូលហេតុអីទេចឹងខ្ញុំមើលឡើងវិញសិនតើវាបាន connect ត្រូវអត់ខ្ញុំឃើញ text នេះគឺ error ហើយview is not constrained but constraint vertical ចឹងកន្លែងនេះដោយសារយើងអត់បាន connect top នេះទៅលើ parent កន្លែងនេះ connect វាមក box 2 នេះយើង connect ជាមួយនឹង left parent របស់យើងអូខេរបស់ main ហើយគេដាក់ ID main ចឹង text box 1 ឡើយនេះខុសហើយបាននិយាយហ្នឹងគឺត្រូវ text box 1 បានត្រូវដូចគ្នាកន្លែងនេះ text box 2 អូខេកន្លែងនេះ text box 4កន្លែងនេះ text box 5ហើយកន្លែងនេះ text box 1 box 2 box 3អញ្ចឹងខ្ញុំដាក់ box 3ហើយកន្លែងនេះ main ដោយសារខាងនោះយើងដាក់ main អញ្ចឹង mainតមកនៅពេលយើង click ទៅលើ view មួយហ្នឹងវាមាន action អញ្ចឹងខ្ញុំទៅ say loop មួយមកអញ្ចឹង for នេះអញ្ចឹង for item in list នេះអញ្ចឹង list មួយហ្នឹង item មួយយើង set on click listener អញ្ចឹងក្រោយពី set on click listener គឺយើងដូរពណ៌ឈ្មោះថា make color អញ្ចឹង make color យើង alt enter ដើម្បីវាបង្កើត method យើងអញ្ចឹង reviewចឹងដល់ពេលយើងចុចលើ box 1 box 2 box 3គឺយើងត្រូវទៅធ្វើអីគឺយើងត្រូវទៅដូរពណ៌ហ្នឹងទៅដូរពណ៌ទៅលើ view មួយហ្នឹងបាទអញ្ចឹងដើម្បីដូរពណ៌បានគឺយើងយក view ហ្នឹង set background color វាអញ្ចឹងកន្លែងនេះយើងប្រើ ven យើងអត់ដឹងថាគេ click មួយណាទេអញ្ចឹង ven ដល់ពេលបើសិនជាគេ click ចំជាមួយនឹង ID បើសិនជា box 1ចំជាមួយនឹង box 1គឺយើង set view set background color យើង set ពណ៌អីអានេះ set វាពណ៌ផ្សេងទីខ្ញុំ set វាពណ៌អូខេ hello រើសពណ៌ផ្សេងមកពណ៌ red dark ជាងដូចគ្នាដែរជាមួយនឹង box ផ្សេង box 2ជាងដូរពណ៌ពណ៌ផ្សេងពណ៌ blue light តបមកនេះពណ៌ orange dark អូខេទៅ box 4 box 4 box 5គឺខ្ញុំអត់អាចនឹងយើង set color យើងអាចប្រើ set background resources នេះឬក៏យើង set ជាមួយនឹង background color ក៏បានកន្លែងនេះអញ្ចឹងខ្ញុំទីហោះកន្លែងនេះយើងអាចរើសមិន set តាម background resource យើងអាច set background color អញ្ចឹងខ្ញុំដាក់ set background color នេះbackground color អូខេចឹងកន្លែងនេះ color ចុច color ចុចអីកន្លែងនេះចឹងពណ៌អីទីហោះទៅពណ៌ black ចឹង box 4នៅ box 5ចឹង copy មក
ពណ៌ផ្សេងពណ៌គេពណ៌ red តមកបើគេចុចនៅខាងក្រៅអញ្ចឹង else បើគេអត់ចុច box 1 box 2 box 3 box 4 box 5ទេគេចុចនៅខាងក្រៅយើង set color នេះទៅ gray បាទអូខេអញ្ចឹងហើយអស់ហើយអញ្ចឹងយើង run សាកអូខេអញ្ចឹងយើង run សាកយើងចុចទៅលើ build មកនៅពេលដែលយើងរងចាំហ្នឹងយើងអាចទិញធូបមកយើងដុតធូបបនតែកុំឲ្យ error កុំឲ្យ error បាទអញ្ចឹងវាបាន build ហើយអូខេអញ្ចឹងយើងសាកចុចមើលតើវាដូរពណ៌អត់ជឿចុចទៅលើ box 1អូខេវាដូរពណ៌ក្រហមហើយអញ្ចឹងដូចអីដែលយើងបាន set នៅខាង main នេះវាដូរពណ៌ក្រហមអញ្ចឹងបើយើងចុច button 2 ដូរពណ៌ blue light អូខេ button 2 3 4អូខេអញ្ចឹងដូរអញ្ចឹងបានហើយ